អានិសង្កថានេះមានសទ្ធិម្នាក់សទ្ធិនឹងបើឈ្មោះបាលីថាសរិធម្មសទ្ធិហើយបើគេអានទៅជាសំស្ក្រឹតគេហៅសរិធោសទ្ធិសទ្ធិនឹងជាមហាសទ្ធិមានទ្រព្យ80កោដហើយគាត់មានណាសទ្ធិនឹងថ្ងៃមួយមានបរោះម្នាក់កំសត់ណាគាត់កំសត់ទាំងសពទាំងគ្រប់កំសត់ទី1គឺអត់ទ្រព្យសម្បត្តិកំសត់ទី2អត់មានចំណេះកំសត់ទី3អត់មានសន្តានញាតិបងប្អូនសាច់សាលោហិតទេអត់សោះហើយគាត់ដើម្បីជីវិតដើម្បីរស់គាត់ដើររកការងារធ្វើដើរទៅជួបនឹងសេរីធោសេដ្ឋីនឹងហើយចូលទៅថ្វាយបង្គំសុំការងារផ្ញើជីវិតរស់នៅសេដ្ឋីគាត់សួរថាមនាលអ្នកតើអ្នកមានសព្វៈអ្វីទេស្គាល់សព្វៈអីអត់ស្គាល់ទេថៃបានអត់ស្គាល់បើសម័យយើងបច្ចុប្បន្នហ្នឹងគេហៅជំនាញណាជំនាញចំណេះតើអ្នកចេះអីទេមានជំនាញនឹងអីអត់ស្រាប់តែបរោះនឹងថាខ្ញុំអត់ចេះអីទាំងអស់គ្មានសព្វៈអីថាបើអញ្ចឹងយើងឲ្យអ្នកទៅកាត់ស្មៅទៅថែសួនហើយក៏ហៅបរោះនឹងថាតណ្ណបាលបរោះតរៀងទៅប្រែមកថាបរោះអ្នកកាត់ស្មៅបរោះអ្នកថែស្មៅបរោះអ្នកថែរសាសួនរបស់សរិធម្មមហាសទ្ធិនឹងហើយដល់រង្វាន់ខាន់ខាវគាត់សូមរស់នៅជាមួយនឹងសទ្ធិសូមផ្ញើជីវិតជាមួយនឹងសទ្ធិក៏អត់ចង់បានអីទេចង់បានតែជីវិតរស់ដល់តែគាត់ថាចង់បានជីវិតរស់អញ្ចឹងលោកសទ្ធិនឹងឲ្យកម្លាំងពលកម្មទៅគាត់ក្នុងមួយថ្ងៃបាយមួយឆ្នាំងអត់មែនបានដុល្លារបានប្រាក់រៀលដូចយើងទេណាបានបាយមួយឆ្នាំងសម្រាប់ចិញ្ចឹមជីវិតថ្ងៃមួយគាត់ស្ដាប់ធម៌ទេសនាព្រះសម្ពុទ្ធប្រនាមកាសបព្រះអង្គទ្រង់សម្ដែងយ៉ាងល្អិតដល់តែគាត់ត្រឡប់ពីស្ដាប់ធម៌វិញគាត់គិតថាអូរោគមូលហេតុឃើញហើយបានជាខ្លួនក្រទ្រព្យសម្បត្តិបានជាខ្លួនក្រញាតិបានជាខ្លួនក្រចំណេះដោយសារខ្លួនមិនបានឲ្យទានពីជាតិមុនមកហើយមិនមែនមិនត្រឹមមិនបានឲ្យទានទេមិនដែលបបួលគេធ្វើទានសោះអត់ដែលសោះមិនត្រឹមតែប៉ុណ្ណឹងគ្រាន់តែគិតនឹកចិត្តគិតថាចង់ធ្វើទានមិនដែលមានបញ្ញាមានចំណេះចង់មានសទ្ធាធ្វើទានហេតុដូច្នេះបានជាជាតិនេះគាត់ក្រទាំងទ្រព្យគាត់ក្រទាំងញាតិគាត់ក្រទាំងប្រាជ្ញាដល់អញ្ចឹងគាត់ថាគាត់តាំងចិត្តថាខ្ញុំក្រត្រឹមជាតិនេះចោះជាតិក្រោយឈប់ក្រក៏គាត់បានបែងចែកបាយមួយឆ្នាំងរបស់គាត់មួយចំណែកទុកបរិភោគ3ពេលមួយចំណែកទៀតគាត់ដាក់ដល់អ្នកគាត់ជូនទៅឲ្យអ្នកកំសត់ទុរគុតស្មោមយាចកដល់តែគាត់ដាក់យូរទៅសទ្ធិក៏ឃើញសួរហើយក៏បានជំរាបសទ្ធិថាបរោះនេះឆ្លាតណាស់ចេះធ្វើជីវិតឲ្យប្រសើរឡើងជាប្រចាំអញ្ចឹងគាត់ក៏បន្ថែមបាយឲ្យមួយឆ្នាំងទៀតទៅជា2ឆ្នាំងដល់តែបាយបាន2ឆ្នាំងគាត់បរោះនឹងក៏គិតថាបើខ្ញុំទុកហូបទាំង2ឆ្នាំងក៏មិនអស់ដែរអញ្ចឹងទេគាត់លៃមួយចំណែកដាក់បាតប្រសង់កាលនោះប្រសង់ពីរមាសឈរយើងនឹងទៅមុនទៅបិណ្ឌបាតគាត់ដាក់
ដាក់គ្រប់អង្គចឹងទៅឲ្យតែម៉ោង9ចេញពីសាលាចេញពីរៀនទៅគាត់ធៀបដាក់បាតដាក់ឲ្យដល់តអ្នកកំសត់ទូរគុតអត់ឃ្លានស្មោមយាចកគាត់ចែកជូនទៀតគាត់ធ្វើដូច្នេះជាប្រចាំដល់តែថ្ងៃមួយគាត់ស្ដាប់ធម៌ទេសនាប្រសាមពុទ្ធប្រនាមកាសសពទៀតព្រះអង្គសម្ដែងអំពីអានិសង្ឃកថាហ្នឹងដល់តែរួចហើយត្រឡប់ពីស្ដាប់ធម៌មកវិញគាត់មានសេចក្តីជ្រះថ្លាក្នុងចិត្តហើយគាត់ក៏ចូលទៅចិត្តសរិទ្ធោសទ្ធិគាត់ជំរាបសួរថាបបិទ្ធលោកសទ្ធិនៅពេលណាលោកសទ្ធិនឹងធ្វើកឋិនខ្ញុំនឹងសុំចូលផងសទ្ធិឆ្លើយថានៅដល់7ថ្ងៃទៀតទេខ្ញុំនឹងធ្វើកឋិនដង្ហែទៅវត្តរមាសឈើហើយអានឹងបញ្ចូលថែមទេថាមែនចុះប៉ុន្តែគាត់មានប្រសាសន៍ថាអញ្ចឹងនៅដល់7ថ្ងៃទៀតទេខ្ញុំនឹងធ្វើកឋិនដល់អញ្ចឹងតណ្ណបាលបរោះហ្នឹងថាបបិទ្ធលោកសទ្ធិខ្ញុំសូមចូលផងចូលរួមជាមួយលោកសទ្ធិផងសទ្ធិហ្នឹងក៏ញឹមដល់ទៅពេលចិត្តដល់ថ្ងៃគាត់គិតថាថ្ងៃបុណ្យកឋិនរបស់លោកសទ្ធិចិត្តមកដល់ហើយឯខ្លួនអត់មានទ្រព្យសោះមិនដឹងបានអីយកទៅចូលបុណ្យគិតចុះគិតឡើងឃើញតែខ្លួនមានសម្ពុតមួយចកេះប៉ុណ្ណោះក៏សម្រេចចិត្តថានឹងយកសម្ពុតនេះទៅលក់ហើយបានកម្រៃប៉ុន្មានយកមកចូលកឋិនគ្រាន់តែគិតពីល្ងាចអញ្ចឹងពាក់កដាលធាតុចាត់កំណាញ់ចូលមករាំងរាថាណែតណ្ណបាលបរោះបើអ្នកដោះសម្លៀកបំពាក់យកទៅចូលកឋិនតើអ្នកបានអីស្លៀកចាត់កំណាញ់រារាំងអញ្ចឹងក៏មិនហ៊ានចូលទៅដល់តែស្អែកឡើងព្រឹកនឹកឃើញតែចង់មានចិត្តសទ្ធាចូលដល់តែពាក់កដាលធាតុចាត់កំណាញ់នឹងចូលមកទៀតដែរណែតណ្ណបាលមនុស្សបើអ្នកដោះសម្លៀកបំពាក់ចូលកឋិនតើអ្នកបានអីស្លៀកក៏ចិត្តសទ្ធានឹងរារែកហើយគិតពិចារណាថាទេប្រសិនបើយើងនៅតែខ្មាស់នៅតែអៀនមិនហ៊ានលះបង់មិនហ៊ានតស៊ូជាតិក្រោយយើងក្រទៀតមិនខានអញ្ចឹងកុំឲ្យក្រទៀតត្រូវតែឈ្នះព្រលឹមឡើងត្រូវតែយកសម្ពុតរបស់ខ្លួននឹងយកទៅលក់ឯងដល់តែពេលគាត់តាំងចិត្តថាដូចឆ្នេះចិត្តកំណាញ់នឹងលេងមកយប់នឹងគាត់ស្រែកតែម្នាក់ឯងគាត់សប្បាយចិត្តជីតាំងមេអញឈ្នះហើយអញឈ្នះហើយពេលហើយអ្នកទាំងឡាយទាំងពួងអ្នកខ្ញុំកំដររបស់សទ្ធិនៅជាមួយគ្នាសួរថាឈ្នះអីមិនឃើញទៅវាយតបមិនឃើញទៅដាល់មិនឃើញទៅធ្វើសង្គ្រាមជាមួយនរណាថាខ្ញុំមិនឈ្នះនរណាទេខ្ញុំឈ្នះចិត្តកំណាញ់របស់ខ្ញុំហើយអ្នកឯងធ្វើអីថាព្រលឹមឡើងខ្ញុំត្រូវយកសម្ពុតនេះយកទៅលក់ហើយខ្ទាស់ស្លឹកឈើស្លៀកព្រលឹមឡើងទៅមែនសៀនៅក្រោយវត្តយើងហ្នឹងមានដើមស្លឹកឈើធំស្លឹកធំនៅស្រុកហ្នឹងមានស្លឹកអីមានដើមអីមានដើមម៉ាលីអីហ៎អាដើមម៉ាលីធំមានស្លឹករាំងឯងអាស្លឹកឬអាលលីធំអាដើមម៉ាលីធំស្លឹកធំណាចិត្តប៉ាន់អរិញថាសហើយដាក់ស្លឹកវាលងធំជាងស្លឹកឈូកទៀតណាខ្ទាស់ប៉ុន្មានចង់សំដៅទៅលើស្លឹកអាលីធំហ្នឹងទេគាត់ខ្ទាស់ស្លឹកធ្វើបានជាអាវបានជាខោស្លៀកសម្ពុតស្លៀកហើយក៏យកសម្ពុតហ្នឹងយកទៅលក់ទៅបាន5មាសកៈហ្នឹងបើលុយទៀបកុំក្រើថា5កៈចុះអូ5កៈណា5កៈលុយយើងហ្នឹងយក
រលះរលាំងយកមកចូលសេដ្ឋីដល់ចូលសេដ្ឋីថាស្បងស្បាយត្រៃជីវររបស់ខ្ញុំនឹងក៏ហោមច្រាលពេញប្រាសាទវិមានវានៅសល់តែចេះនិងមជុលអញ្ចឹង5មាសកៈរបស់អ្នកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទទួលឲ្យអ្នកចូលក្នុងតម្លៃសម្រាប់ទិញចេះនិងមជុលគាត់ក៏អត្រេកអរទៅគាត់ក៏ត្រេកអររីករាយណាស់គ្រាន់តែអររីករាយអញ្ចឹងញោមចាំទុកមិញអាត្មាសំដែងពីខាងដើមមកថាអ្នកចូលកំពុងចូលបនកឋិន100មហៀល1000 10000 $10 10លានរៀល100000រៀល$1000ជាដើមនឹងកំថាតិចច្រើនណាស់ឃើញទេបើធៀបជាមួយនឹង5មាសកៈឃើញច្រើនអត់5មាសកៈបើគិតជាលុយយើងដែលទៀបបំផុតថា5កៈហើយចៅញោមដែលចូលសងាយនឹងគ្មាន5កៈទេក្នុងតែមើលបញ្ជីលោកអាចារ្យមើលអត់មានទេយ៉ាងតិចបំផុតចាប់ពី5000ឡើងលើបុណ្យកឋិនណាចឹងច្រើនណាចឹងចាំដូរយកឋានសួគ៌ឲ្យដូចតណ្ណបាលមនុស្សចាំមើលដំណើរគ្រាន់តែគាត់ចូលភ្លាមគាត់ត្រេកអរភ្លាមគណៈណាគណៈនោះទេវតាដែលថែរក្សាប្រាសាទរបស់សរីធោសទ្ធិហ្នឹងអនុមោទនាឲ្យសាធុការដល់ទេវតាថែរក្សាព្រៃឈើហៅថាអរុក្ខទេវតាអរុក្ខទេវតាត្រេកអរសាទរឲ្យសាធុការទៅដល់ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រនៃបរិជាក្រុងពារាណសីទេវតាថែរក្សាស្វេតឆ័ត្របរិជាក្រុងពារាណសីឲ្យសាធុការដល់អាកាសទេវតាអាកាសទេវតាឲ្យសាធុការទៅដល់ទេវតាឋានឆោកាមាវចរសួគ៌ទាំង6រហូតផ្អើលដល់ព្រះអិនឥឡូវស្រេះត្រឹមឋានសួគ៌ប៉ុណ្ណឹងបកមកឋានមនុស្សស្រាប់តែយប់នឹងប្របាទក្រុងពារាណសីផ្ទុំអត់លក់តែលោកផ្ទុំអត់លក់លោកឮសំឡេងកោឡាហលហើយលោកភ័យដល់តែភ័យហៅបរោហិតបណ្ឌិតអ្នកប្រាជ្ញហោរាមកជុំគ្នាមកសួរអំពីកិច្ចការងារហ្នឹងដល់តែហោរាគេគុណគូមើលទៅគេថាប្រាកដកើតនៅសេចក្តីអន្តរាយដល់ព្រះអង្គហើយបើមិនកើតសេចក្តីដល់អន្តរាយដល់ព្រះអង្គនឹងកើតដល់សិរីរាជសម្បត្តិរបស់ព្រះអង្គបើមិនកើតសេចក្តីអន្តរាយដល់សិរីរាជរបស់ព្រះអង្គនឹងកើតអន្តរាយដល់អគ្គមហេសីរបស់ព្រះអង្គដល់តែលឺអញ្ចឹងទ្រង់ព្រះភ័យនឹងពាក្យស្ដេចថាម៉េចទេភ័យដល់ទៅលោកភ័យអញ្ចឹងក៏សួរអាមាត្យថាតើមានឧបាយអីទេហោរាថាសូមព្រះមហារាជឲ្យគេទៅសម្លាប់គោ100សេះ100ជា100ពពែ100មនុស្សខ្ញុំប្រុស100ខ្ញុំស្រី100លាក់យកមកបូជាយ៉ាញ់បានរួចផុតអំពីសេចក្តីអន្តរាយព្រះរាជាទ្រង់ប្រកបរាជអាមាត្យឲ្យទៅរករាជអាមាត្យកាន់ដាវអាញាសក្តិទៅរកដល់ទៅទេវតាថែរក្សាមហាស្វេតឆ័ត្រទ្រង់ខាត់ថាបពុតព្រះមហាសព្រះសមតិទេពអន្តរាយកោរាហលយប់មិញមិនមែនជាអន្តរាយកើតឡើងដល់ព្រះអង្គទេគឺជាសំឡេងរបស់ទេវតាដែលអនុមោទនាជ្រះថ្លាសាទរនឹងកឋិនទារបស់បរោះម្នាក់ជាខ្ញុំបំរើរបស់សរីធោសទ្ធិឈ្មោះថាតណ្ណបាលបរោះទេបើព្រះអង្គឲ្យគេសម្លាប់សត្វយកមកបូជាយ៉ាញ់ប្រាកដជាព្រះអង្គ
ប្រព្រឹត្តក្នុងបាណាតិបាតហើយព្រះអង្គឮទេវតាទ្រង់ក្រាបទូលដូច្នេះក៏ចេញបរិបញ្ជាឲ្យអាមាត្យត្រឡប់មកវិញហើយក៏ប្រើអាមាត្យនឹងឲ្យទៅហៅតិនបាលមនុស្សមកចែកបុណ្យអាមាត្យក៏ទៅជួបតិនបាលមនុស្សនាំមកមិនបានដោយសារតិនបាលបរោះនឹងថាខ្ញុំទៅវាំងកើតទេព្រោះទៅវាំងសិតតែល្អភ្លឹងខ្ញងអញ្ចឹងគេមានសម្ពុតអាវសៅស្បៃអលង្ការល្អណាស់ខ្ញុំស្លៀកតែស្លឹកឈើអញ្ចឹងចូលវាំងមិនកើតអាមាត្យហ្នឹងក៏ត្រឡប់មកក្រាបទូលព្រះបាទពីរាណសីព្រះអង្គក៏ទ្រង់ឲ្យគេចាត់ចែងសម្ពុតកម្មពល2គូយកទៅឲ្យដោយនងបានសម្ពុតកម្មពលស្លៀកពាក់ស្អាតបាតសង្ហាភ្លឹងហើយក៏មកជាមួយអាមាត្យមកថ្វាយបង្គំគាល់ព្រះបាទពីរាណសីដល់ទៅថ្វាយបង្គំហើយព្រះមហាក្សត្រទ្រង់មានបរិជ្ជអង្គការថាមនាលអ្នកឬថាអ្នកដោះសម្ពុតអាវចូលកឋិនទានរបស់អ្នកជាការក្រណាស់ទេវតាទាំងឡាយស្រែកអនុមោទនាកោឡាហលខ្ញុំមានសទ្ធានឹងសូមចែកបុណ្យពីអ្នកផងខ្ញុំឲ្យអ្នក1000កហបណៈអាមាត្យអត់ឲ្យអត់ប្រទានចាំបើ1000កហបណៈមិនអ្នកមិនឲ្យសក់នឹងបន្ថែម10000 10000 100,000 លានឡើងដល់ប៉ុណ្ណាក៏តិនបាលបុរសមិនបានចែកព្រះរាជាទ្រង់តបទៅនឹងតិនបាលបុរសថាបើអ្នកជាអ្នកទុព្វពលភាពក្រលំបាកគួរណាស់តែអ្នកទទួលយកនៅរង្វាន់ខាន់ខៅទាំងនេះហើយអ្នកចែកបុណ្យមកឲ្យខ្ញុំបានតិនបាលមនុស្សថាបបិទ្ធមហារាជបុណ្យនឹងគេមិនចែកបុណ្យនឹងគេមិនលក់មិនដូរទេបើមហារាជសពបរិហស្រតីមានសេចក្តីជ្រះថ្លាជាមួយនឹងកថេនានៃសង្ឃនៃទូលបង្គំសូមព្រះមហារាជជំរះចិត្តមន្ទិលសៅមងទាំងឡាយទាំងពួងអស់កាលណាចាំអនុមោទនាទទួលយកនៅចំណែកនៃកុសលទូលព្រះបង្គំនិងអនុមោទនាថ្វាយមហារាជទ្រង់មានសេចក្តីជ្រះថ្លាក៏ជំរះចិត្តមន្ទិលឲ្យស្អាតក្នុងបរិជ្ជហរតីហើយត្រាស់បង្គាប់ទៅអាមាត្យថាមនាលអាមាត្យចូលអ្នកអនុមោទនាបុណ្យមកយើងចោះយើងចាំទទួលដោយសេចក្តីសោមនស្សអាមាត្យឮដូច្នោះហើយក៏អនុមោទនាកថេនានៃសង្ឃថ្វាយដល់មហាក្សត្រមហាក្សត្រទ្រង់មានបរិជ្ជហរតីត្រេកអរសាទរព្រឺព្រួចអស់កាមាលោមាព្រឺព្រួចអស់នៅរោមហើយមានសេចក្តីជ្រះថ្លាដូច្នេះលោកបូជាដល់តិនបាលមនុស្សនឹងស្អីក៏សិតតែមួយសែនដែរខ្ញុំប្រុសមួយសែនខ្ញុំស្រីមួយសែនខ្ញុំគោមួយសែនគោប្រុសប្រសែនគោស្រីមួយសែនគោណាប្រុសគោណាស្រីធ្វើមើលឯងមិនអ្នកសែនស្គាល់គោប្រុសស្រីមែនទេបានជាថាអញ្ចឹងភូមិជនីខាងនេះទូចអស់នេះស្ដាប់យូរទៅទូចខំប្រឹងបើក5បើខាងនេះនៅកលួងអត់អីទេដល់ខាងនេះស្ដាប់យូរទៅមុនដំបងឃើញធំអញ្ចឹងណាដល់មកដល់កន្លែងគេចែកប៉ុនហ្នឹង5បើងុយយ៉ាងទៅបានអីនៅបាននៅទេមិនតាន់បានអាហារសម្រន់អីទេបបរអីនៅទេណាឃើញតែមិនតាន់បានផងបើឧបមាថាបានអីបបរមួយចានអីអុយហើយវាត្រូវចូលទៅវាហើយភើញមកអញ្ចឹងអានោះនំបញ្ចុកដាក់ទៅហិតទៅល្ងុយ
bà thầm đã tới chọ mong tiền mà nhưng cối ra tới chẳng lời nè số chọ trong pe sang lồng ngôi trong pe tê sna như thế đấy chẳng cô nắng men cô sợi tê cô di nè cô men cô phở tê cô chmồ sắt mà sai nè mà sạch thấu tăng bị cao con bị tu sâu rồi can cả hát bà nạ bán tới chia mà ha xẻ thầy mẹ bán bọn phliếm á nhổ bán ăn đi xong ca lao nó phliếm đò tay một trai riêng ca xe và ca mát đã nơi chung quanh sạch khơi sạch thia chìa thla rồi bọc bà riêng chia đôi chân ấy có sống ạ nô mô tình yêu bọn cả thân năm phí tân là ba là miền nục đại tân là ba miền nục ạ nô mô tình yêu chay tầng óc kia nè tầng nục miền sạch thia chìa thla bầu chia tân là ba là miền nục tam lát tập hiệp trọp nút căn tại càng tới nè cha trên nông tự tiết đăng đo bà ảnh đọt đăng đo bà ảnh ơi vì sở cam tê và bót vô của rì chờ rót một đặt từ than xua hãy dường ná ban tơ than xua anh nghĩ ban tơ công tha lòi đo để chào sân đi sạch ní xong bây giờ là khu nàn dường nó công toàn ban tơ than xua mà đo ngày ná đấy thầm án nè tê sna đăng tam chương của bí có ọt ban tơ than xua mà đo chanh tân là 3 minute tầng hãy chỉ rì chờ rót từ tiết đấyวิศกรรมเทวบทพลงต้องระบะปะอันนังไอ้ยกเรียจรอดมาดักใจดอแต่ดักแต่ใจอันในซองดอลปะอันเอาดาวเล่นทานไตรตรังน้องมาสบายเสียบแต่ปะอันเรียสบายพลือทลาโดยฉะนั้นเทพอับซอดันในจุงวิญปะอันเทวบทต่างลายต่างปุ๋งเคยปะอันซอปริหะระเตยสระสายรีngày năng đôi chỉ mình cho một khối sao đo tê và bọt tê và đa nó số ta cao ấy bán sạc sài ngày nãy bán pre sạc tê và rệt nắng to tê tê và bọt tê và thịt đa tê ạt so tầng lai thật thằng anh này dương miên phò bon sầm nang thông na đòi ban ảnh chơi nơi bỏ ra đại miên sạch thia cro nâng bọc qua nửa lơ sợi bay phèn đây nâng than mà nục thừa cá cứ tân là ba là bỏ ra quạt nâng cro tê sầm liệp bằng pẹ trọp sầm bạt phần là chặt là bỏ quạt mình cro quạt miền sờ thìa một móm đỏ sầm liệp bằng pẹ là bỏ quạt cho bon cả thân kia muối sẽ rây thâu sẽ thấy trọp trâm tại pram miệt sạc cả dương thưa mình bàn đôi quạt thưa bàn lời dương anh chơi quạt mà xong chạy bồn nó mua từ niệm bồn tê và bọt tê thịt đa tê áp so lưu và ăn miên và đi chợ ông ca đôi trái có sống chạy bồn này chạy bồn tầng o này hãy bầu chia tân là 3 là mình nộp tiền tê áp so tiền tê và bọt tiền sạc cạ tê và đi mình đăng hờ giờ đã xây đi bán chi đi chờ rót đại về sạc cam tê và bọt niệm mất tờ lọp mà than mà nước dương năng bình mà cao chỉ mà nước ni cao tái khăn tờ câu chỉ nẹ sẽ đọc sẽ đầm chỉ nẹ miên prai nhà chỉ nẹ bô để bô tờ đôi sẽ cái đây sọc hãy xua thả hai ấy ban chỉ tân là 3 miền nút ban sầm bô sầm bát trọp đôi chân hai ban tờ than xúa sạch sạch đấy vị này trái chlau thả tam bất tân là 3 miền nốt trời ban sầm rạch thò không chiết nông còn tay đầu xa quát chất quát cầm nanh quát kết giúp ti môi giúp đò bẹ cả đà giúp chất cầm nanh rìa rèn chất sơ thia mình ơi quát vừa bán thì quát bán từ tuôn phó chiết tất thạ thom mà về tình ý cứ bàn trọp sầm bát bị sạch bị sạch thấy pi tê và đá pi sạc cạ tê và đi đào tờ pê quạt miền đầy chia ai và ăn tờ tuôn mọc đất đòi riêng chờ rót ta đòi ẩm nai ấy đòi ẩm nai chất ti pi rồi bỏ quạt to số cho băng nâng chất cầm nanh cả đà dục
អានុភាពបុណ្យប៉ុណ្ណឹងបានគាត់មិនមែនត្រឹមតែអស្ចារ្យតែមនុស្សនឹងទេទេវតាក្នុងឆោកាមាវចរសួរដែលមានសម្ដេចអមរិន្ទ្រាទេវរាជជាប្រមុខជាអធិបតីក៏អនុមោទនាយកនឹងបុណ្យដែរហើយដល់ទីបំផុតក្នុងសាសនាព្រះសមណគោតមបរមគ្រូនៃព្រះសាសនាព្រះសិហាមេត្រីតណ្ណបាលមនុស្សនឹងបានសម្រេចអរហត្តកាត់កិលេសដល់ទៅនឹងខេមន្តភូមិគឺព្រះនិព្វានលែងជួបទុក្ខសោករោគភ័យលែងជួបព្រាត់ប្រាសវិនាសសោកស្ដាយអាឡោះអាឡៃហើយមានតែសេចក្តីសុខតែម្យ៉ាងឈ្មោះថាអេកន្តៈបរមសុខនៅឋានសួគ៌នៃអានិសង្ឃដ្ឋានឲ្យផលអញ្ចឹងឲ្យផលដល់គណៈពេលនោះបានជាធម្មាទិដ្ឋានទេសនាអានិសង្ឃដ្ឋានញោមចាំទុកកឋិនគេធ្វើនឹងអីកឋិនគេធ្វើនឹងសម្ពុតស្បង់ស្បាយត្រៃជីវរមិនមែនធ្វើនឹងហើយអានិសង្ឃជាធម្មិបុគ្គលាទិដ្ឋានទេសនាមិនហ្នឹងហ่ะរឿងតណ្ណបាលមនុស្សហើយបើមន្ត្រីរាជការស្ដាច់ណ៎មានរឿងមួយទៀត2 3រឿងទៀតប៉ុន្តែមកលើកពីហ្នឹងទៅអូហេវល្អោចនេះ